សហគមន៍អេកូទេសចរកោះផ្ដៅជាកោះដែលមានភាពលេចធ្លោនិងប្លែកពីគេដោយសារវាស្ថិតនៅលើកោះរងាវដែលជាកោះដែលមានប្រវែងវែងរហូតដល់48គីឡូម៉ែត្រក្លាយជាកោះវែងជាងគេបំផុតតាមបណ្ដោយដងទន្លេមេគង្គក្នុងប្រទេសកម្ពុជាមុតកាំងធៀបក្រៃអ្វីម្លេះទឹកដីក្រចេះវិញសេះចៅកោះនេះមិនត្រឹមតែផ្ដល់នូវអារម្មណ៍ស្ងប់ស្ងាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្បូរទៅដោយធនធានធម្មជាតិដូចជាសត្វផ្សោតទន្លេមេគង្គព្រៃឈើព្រែកអូសត្វព្រៃសត្វស្លាបនិងត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គអ្វីដែលធ្វើឲ្យកោះនេះកាន់តែពិសេសគឺការរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវរបៀបរស់នៅតាមបែបប្រពៃណីខ្មែររួមមានពិធីសែនព្រេនការប្រគំភ្លេងបុរាណនិងការសម្ដែងរបាំប្រពៃណីក្នុងតំបន់មានទាំងតែស្នាក់រំនីស្នេហ៍ស្និទ្ធសូមបងអាណិតរំដួលក្រចេះទៅវត្តវិហារបុរាណរកកណ្ដាលតានត្រង់ក្មើងសល់ផ្លាំងក្នុងសុពកាលីរមណីយដ្ឋានមួយនេះសក្ការៈការឲ្យភ្ញៀវទេសចរក្លាយជាចំណែកមួយនៃជីវិតប្រចាំថ្ងៃរបស់សមាជិកក្នុងសហគមន៍តាមរយៈការចូលរួមសកម្មភាពយ៉ាងជិតស្និទ្ធដូចជាការធ្វើម្ហូបជាមួយអ្នកភូមិការដាំកូនឈើការសម្អាតបរិស្ថានការជិះកង់កម្សាន្តតាមភូមិការចិញ្ចឹមសត្វនិងសកម្មភាពដាំដុះផ្សេងៗលើពីនេះសហគមន៍បានផ្ដោតលើការផលិតវត្ថុអនុស្សាវរីយ៍និងផលិតផលកែច្នៃផ្សេងៗដើម្បីលើកស្ទួយជីវភាពនិងរកចំណូលជូនសហគមន៍ដោយផ្ទាល់ការជិះទូកមើលទេសភាពទន្លេមេគង្គនិងសង្កេតមើលសត្វស្លាបនានាគួបផ្សំជាមួយការរស់នៅយ៉ាងសាមញ្ញក្នុងផ្ទះស្នាក់បានធ្វើឲ្យសហគមន៍ក្លាយជាតំបន់សក្តានុពលដ៏មានន័យមួយដែលផ្ដល់ឱកាសឲ្យភ្ញៀវទេសចរបានឃើញពីសម្រស់ធម្មជាតិនិងវប្បធម៌ដ៏រស់រវើករបស់ប្រជាពលរដ្ឋតាមដងមេគង្គដោយផ្ទាល់ភ្នែកទៅវត្តសសមួយរយខ្ញុំអញធប់ថ្វាយក៏រំស្មោះស្ម័គ្របុត្រីព្រះច័ន្ទរាជាព្រះនាងវរភ័ក្រចេតិយបញ្ជាក់ព្រះនាងក្រពុំឈូក្រចេញដួងចិត្តទេសចរអេសានល្អល្អទេសចរទៅមកឆ្លេកសាច់សសរ100ជួយចិត្តនឹកភ្នំស្អាតដូចពន្លកទន្លេបញ្ចបុក